បាទសួស្តីបងប្អូនបាទថ្ងៃនេះដែរគឺខ្ញុំមានឱសថបុរាណបាទមួយប្រភេទនេះគឺដើម្បីមកចែករំលែកបាទតកតងទៅនឹងបញ្ហាបងប្អូនដែលមានអាការៈទឹកនោមប្រៃណាបាទទឹកនោមប្រៃអញ្ចឹងផ្លែនេះគឺជាផ្លែបាទអំពិលទឹកប្រាំងបាទអំពិលទឹកប្រាំងឬក៏ផ្លែច័ន្ទគិរីហ្នឹងបងបាទផ្លែច័ន្ទគិរីហ្នឹងហើយមុននឹងនេះខ្ញុំឲ្យបងប្អូនមើលដើមសិនបាទនេះដើមវាបងប្អូនបាទដុះនៅគៀនសាលាណាបងប្អូនបាទស្គាល់ហើយដើមអំពិលទឹកប្រាំងឬក៏ដើមច័ន្ទគិរីណាបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកអត្ថប្រយោជន៍វាតកតងទៅនឹងផ្លែហ្នឹងណាបងប្អូនបាទអញ្ចឹងឱសថបុរាណសម្រាប់ព្យាបាលទឹកនោមប្រៃណាបងប្អូនបាទគឺយើងយកចំនួនប៉ុណ្ណេះឯណាបងប្អូនបាទប្រវែងមកទឹកណាបងប្អូនបាទ3កង់មកអាហ្នឹងទី1បងប្អូនបាទទី2គឺបងប្អូនយកអំពៅខ្មៅបងប្អូនស្គាល់អំពៅខ្មៅទេបាទអំពៅខ្មៅបងប្អូនកាប់យកចំនួន7កង់ណាបងប្អូនបាទប្រវែងមកទឹកមកណាបាទអំពៅខ្មៅ7កង់បាទប្រវែងមកទឹកហើយទី3គឺដើមឆាយាបងប្អូនបាទដើមឆាយាបងប្អូនស្គាល់ទេបាទមួយទៀតគេហៅបន្លែផ្អែមណាបងប្អូនបាទដើមឆាយាហើយនឹងដើមបន្លែផ្អែមដើមតែមួយទេបងប្អូនបាទបើសិនជាបងប្អូនអត់ស្គាល់អីបងប្អូនអាចបាទសើចនៅក្នុង Facebook ក៏មានដែរណាបងប្អូនបាទអញ្ចឹងអត្ថប្រយោជន៍របស់វានេះគឺជួយព្យាបាលជំងឺទឹកនោមប្រៃណាបងប្អូនបាទទឹកនោមប្រៃហ្នឹងហើយក្នុងមួយឆ្នាំងបងប្អូនដាក់ដូចខ្ញុំរៀបរាប់អញ្ចឹងចំនួនប៉ុណ្ណេះណាបាទនេះប្រវែងមកទឹកនេះគឺ3កណាត់បាទ3កណាត់នេះអានេះគេហៅថាផ្លែអំពិលទឹកប្រាំងឬក៏ផ្លែច័ន្ទគិរីនឹងឯងណាបងប្អូនបាទហើយមួយទៀតគឺអំពៅខ្មៅបងប្អូន7កង់បាទប្រវែងមកទឹកតោះណាបងប្អូនបាទទី3គឺដើមឆាយាបាទឬក៏ដើមបន្លែផ្អែមនឹងឯងបាទ7កង់ដូចគ្នាណាបងប្អូនបាទប្រវែងមកទឹកដូចគ្នាណាបងប្អូនបាទក្នុងមួយឆ្នាំងបងប្អូនដាក់ទឹកបាទចំនួន3លីត្រណាបងប្អូនបាទយើងដាំរំងាស់ឲ្យបាន20នាទីទៅចាប់បងប្អូនទទួលទានបាទទទួលទានពេលណាក៏បានដែរណាបាទតកតងទៅនឹងបងប្អូនមានអាការៈបាទទឹកនោមប្រៃណាបងប្អូនបាទបើសិនជាបងប្អូននឹងឲ្យកើតជំងឺទឹកនោមប្រៃបងប្អូនប្រើថ្នាំបាទគ្រប់សពអស់ហើយនៅតែបន្ធូរស្បើយនៅតែដដែលហ្នឹងហើយបងប្អូនអាចសាកវិធីសាស្ត្រនេះបានណាបងប្អូនបាទអានេះផ្លែច័ន្ទគិរីបងប្អូនបាទផ្លែច័ន្ទគិរីគេហៅថាផ្លែអំពិលទឹកប្រាំងបាទនេះចំនួនមួយឆ្នាំងយើងយកប៉ុណ្ណេះណាបាទហ្នឹងហើយបងប្អូន3កណាត់នេះបើសិនជាផ្លែណាវែងយើងកាច់2កណាត់មកណាបាទយើងវាស់ទៅប្រហែលមកទឹកបងប្អូនឃើញទេនេះមកទឹកតែ3កង់ចេះអាហ្នឹងផ្លែច័ន្ទគិរីមកទឹកប្រវែងមកទឹក3កង់ណាបងប្អូនបាទផ្លែដើមឆាយាបងប្អូនបាទ7កង់ប្រវែងមកទឹកហើយនឹងនេះមួយទៀតបងប្អូនហ្នឹងហើយអំពៅខ្មៅរនអំពៅខ្មៅឃើញហ្នឹងហើយបងប្អូនបាទបងប្អូនអាចសាកវិធីសាស្ត្រនេះបានណាបងប្អូនបាទការចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទរកការថាអធិប្បាយមានពាក្យលឺលួសបាទខ្វះខាតត្រង់ណាគឺបងប្អូនខន្តីភ័យទោសបាទដល់ខ្ញុំបាទផងបាទអរគុណច្រើនបងប្អូន